ទ្រព្យសម្បត្តិមិនរត់ទៅរកជនណាដែលគ្មានសេចក្តីប្រឹងប្រែងខ្ជិលច្រអូសវិញបន្ទោសព្រេងវាសនានឹងមិនមានព្យាយាមទេដោយប្រពន្ធក្មេងមិនអើពើនឹងប្តីចាស់ជរាដូច្នោះទឹកស្រក់មួយដំណក់អាចពេញក្អមបានយ៉ាងណាការសន្សំទ្រព្យរៀនសពវិជ្ជានិងការប្រតិបត្តិធម៌ក៏យ៉ាងនោះដែរបុគ្គលក៏បីស្វែងរកទ្រព្យសម្បត្តិដែលមិនទាន់បានក៏បីរក្សាទ្រព្យដែលរកបានហើយកុំឲ្យបាត់ទាំងអស់ទៅវិញក៏បីកពូនទ្រព្យសម្បត្តិនោះឲ្យចម្រើនឡើងដោយប្រពៃបុគ្គលកាលប្រាថ្នាហើយប្រាថ្នារកសម្បត្តិទ្រព្យដែលមិនទាន់បានតែងបានសម្បត្តិទ្រព្យនោះមកឯទ្រព្យដែលគេរកបានហើយបើមិនសំទុកដាក់ឲ្យមកចត់ទេសំបីមានព្យាយាមដ៏ធំយ៉ាងណាក៏ដោយក៏នឹងវិនាសទៅឯងដោយគេដងទឹកដាក់ជាលឬអកប្រអួលហួសយ៉ាងនោះបុគ្គលក៏បីរក្សាទ្រព្យទុកដើម្បីគ្រាក្រក៏បីរក្សាភរិយាដោយទ្រព្យតែក៏បីរក្សាខ្លួនរឿយដោយភរិយាផងដោយទ្រព្យផងបុគ្គលក៏បីស្វែងរកស្ត្រីដែលមានវង្សត្រកូលដ៏បរិសុទ្ធមានពូជាអ្នកចេះកពូនទ្រព្យហើយមានឧស្សាហ៍ឃ្លាវខ្លាក្នុងការស្វែងរកទ្រព្យធ្វើជាប្រពន្ធព្រោះស្ត្រីភាពគេទុកដូចជាភាជសម្រាប់ទ្រទ្រង់នៅទ្រព្យដែលស្វាមីខំរកបានមកបើភាជបាទធ្លុះធ្លាយហើយការខំពូនសន្សំទុកក៏ជាការឥតផលដែរសពកិច្ចការគ្រប់ទីឋានគ្រប់កាលវេលាក្នុងលោកនេះបុគ្គលមានទ្រព្យឈ្មោះថាមានកម្លាំងសេចក្តីពិតព្រះរាជាមានភាពជាមហាអំណាចព្រោះមានទ្រព្យជាមូលហេតុក្នុងលោកនេះបុគ្គលមានទ្រព្យឈ្មោះថាមានកម្លាំងផងឈ្មោះថាជាបណ្ឌិតទៀតផងបណ្ដាសេចក្តីក្រីក្រនិងសេចក្តីស្លាប់ទាំងពីរប្រការនេះគេចូលចិត្តសេចក្តីក្រជាងសេចក្តីស្លាប់តែដោយពិតវិញសេចក្តីស្លាប់នាំឲ្យកើតទុក្ខស្រាលទេគឺមួយពេលមួយកាលក៏អស់ទៅហើយឯសេចក្តីក្រវិញធ្វើឲ្យកើតសេចក្តីទុក្ខព្រួយយ៉ាងខ្លាំងស្ទើរតែអត់ទ្រាំពុំបានគ្រប់កាលទាំងពួងអ្នកមានប្រាជ្ញាមិនក៏បីប្រកាសការវិនិច្ឆ័យទ្រព្យសម្បត្តិការក្តៅក្រហាយចិត្តការឧបទ្រពចង្រាយក្នុងផ្ទះការត្រូវគេប្រវាញ់និងការគេមើលងាយឲ្យគេដឹងឮឡើយបុគ្គលក៏បីពូនទ្រព្យសម្បត្តិអស់ការជានិច្ចដូចជាការពូននៃសត្វកណ្ដៀរនិងសត្វឃ្មុំតែគុំលោភលន់ហួសប្រមាណពេករហូតដល់លបលាក់ប្រវាញ់ទ្រព្យជនដទៃក៏បីតែមានការព្យាយាមជាមូលហេតុភាវៈនៃបុគ្គលខ្ជិលមួយការសេពគប់ស្ត្រីផ្កាមាសមួយភាវៈនៃបុគ្គលមានរោគច្រើនមួយចិត្តជាប់នឹងស្រុកកំណើតមួយចិត្តសណ្ដោសមួយភាវៈជាបុគ្គលខ្លាចច្រើនមួយទោសទាំង6ប្រការនេះជាគ្រឿងទម្លាយបង់នៅភាវៈនៃខ្លួនជាធំបុគ្គលប្រព្រឹត្តដេកសម្យ៉ាប់ផ្ទះអ្នកដទៃបុគ្គលមានរោគបៀតបៀនបុគ្គលព្រាត់ប្រាសអស់កាលយូរនិងបុគ្គលអាស្រ័យបាយទឹកគេចិញ្ចឹមជីវិតនៃបុគ្គលនោះឈ្មោះថាជាជីវិតស្លាប់សូន្យឈឹងសេចក្តីស្លាប់នៃបុគ្គលនោះឈ្មោះថាជាទីសម្រាប់ដ៏ស្ងប់ស្ងៀមភាពជាអ្នកមានទ្រព្យច្រើនមួយភាពជាយុវជនមួយភាពជាអ្នកមានអធិបតេយ្យមួយភាពជាអ្នកមិនបែកបាក់គ្នាមួយធ្វើដូចម្តេចបានគ្រប់ទាំង4ប្រការនេះនៅក្នុងខ្លួនមនុស្សការចិញ្ចឹមជីវិតដោយសារជនដទៃមួយមេថុនដោយការទិញដូរមួយនិងការចេះដឹងរផាត់រទាំងមួយទាំង3ប្រការនេះជាគ្រឿងនាំឲ្យអាម៉ាស់មុខនៃបរិសុទ្ធទាំងឡាយមនុស្សមិនមែនជាទាសនៃមនុស្សទេមនុស្សជាទាសនៃទ្រព្យសម្បត្តិការបានជាបុគ្គលពងខ្ពស់ឬការធ្លាក់ទៅជាបុគ្គលថោកទាបស្រេចតែលើមានសម្បត្តិនិងក្រីក្រតែប៉ុណ្ណោះវីរៈបុរសជាអ្នកមានទ្រព្យសម្បត្តិមិនរវល់យកចិត្តទុកដាក់ថាដោយម្ដេចដែលហៅថាប្រទេសខ្លួនឬដោយម្ដេចដែលហៅថាប្រទេសឡើយចូលទៅក្នុងប្រទេសណា
ខំប្រឹងប្រែងរកទ្រព្យក្នុងប្រទេសនោះដោយកម្លាំងនៃខ្លួនដោយសត្វសីហៈចូលទៅក្នុងព្រៃណាមិនមានអ្វីជាអាវុធមានតែចង្កូមនិងកន្ទុយជាគ្រឿងប្រហារអាចចាប់សម្លាប់ស្ដេចតម្រៃសាហែកជញ្ជក់ឈាមបានដើម្បីបំបត្តិសេចក្តីស្រេកឃ្លាននៅក្នុងព្រៃនោះប្រទេសឯណាមិនមានគេរាប់អានមិនមានផ្លូវរកស៊ីចិញ្ចឹមជីវិតមិនមានញាតិសន្តានផៅពងឬក៏មិនមានវិជាគុំចម្រើនចំណេះវិជាបុគ្គលក៏បីលះបង់ប្រទេសនោះចោលចេញលោកយិត្រាការលក់ដូរ1សេចក្តីភ័យ1អាម៉ាស់មុខ1មេត្តាករណា1ការបរិច្ចាគទាន1ទីណាមិនមានធម៌4ប្រការនេះបុគ្គលមិនក្របីតាំងទីឋានអាស្រ័យនៅក្នុងទីនោះឡើយមនុស្សសងបំណុលគេ1គ្រូពេទ្យ1សមណៈព្រាហ្មណ៍1ចេះដឹងធម្មសាស្ត្រនិងវេទតែ1ទន្លេមានទឹកថ្លាបរិសុទ្ធ1ទីឋានណាមិនមានវត្ថុទាំង4ប្រការនេះទេបុគ្គលមិនក្របីតាំងលំនៅក្នុងទីឋាននោះឡើយវិស័យវីរៈជនសូម្បីខ្សត់ខ្សោយទ្រព្យសម្បត្តិក៏អាចចូលទៅកាន់ភាពខ្ពង់ខ្ពស់ដល់កិត្តិយសដល់ក្រៃលែងឯបុគ្គលកំណាញ់សូម្បីប្រកបដោយទ្រព្យសម្បត្តិសម្បូរប៉ុន្មានក៏ដោយគង់ធ្លាក់ខ្លួនចុះទៅកាន់សភាពថោកទាបដ៏អាក្រក់ក្រៃលែងដោយសំណក់ជាតិដែលគេចងកដោយខ្សែកជាវិការៈនៃមាសម្រេចឡើយនឹងបានល្អដោយសីហៈដ៏រុងរឿងប្រកបដោយវិស័យលិចល្អឡើងពីកំណើតស្រាប់ព្រមទាំងគុណលក្ខណៈគ្រប់ប្រការអ្នកស្វែងរកទ្រព្យសម្បត្តិគួរកំបីឲ្យខាត់បង100តែមិនគួរឲ្យកើតវិវាទមួយទេនេះជាមតិរបស់អ្នកប្រាជ្ញសំបីមិនមានមូលហេតុអ្វីជាមមួនហើយបង្កើតឲ្យមានវិវាទមួយដែរនោះនេះជាលក្ខណៈមនុស្សល្ងងទេមនុស្សមានវិបត្តិគ្រោះថ្នាក់ឆ្លុះទាស់តែងគ្នាឲ្យសេចក្តីចម្រើនដល់មន្ត្រីមនុស្សឈឺឲ្យសេចក្តីចម្រើនដល់ពេទ្យមនុស្សល្ងងជាការរស់នៅនៃអ្នកប្រាជ្ញវណ្ណៈល្អទាំងឡាយជាការរស់នៅនៃសប្បុរសទាំងឡាយនរណាបណ្ដោយឲ្យសេចក្តីក្រោបគ្រប់សង្កត់ហើយធ្វើឲ្យកើតវិនិច្ឆ័យនរជននោះរមែងដល់នៅសេចក្តីសាបសូន្យចាក់ទ្របដែលខ្លួនពូនហើយជនអ្នកស្វែងទ្របក៏បីថ្នាក់ថ្នមរក្សាចិត្តរបស់ខ្លួនដោយសតិយ៉ាងប្រពៃទុកដូចជាបុគ្គលថ្នាក់ថ្នមភីសនៈដែលពេញដោយព្រេងដូច្នោះអ្នកមានប្រាជ្ញាបើទុកជាត្រូវស្លាប់ក៏មិនប្រកែកតែមិនព្រមឲ្យធ្លាក់ខ្លួនទៅជាមនុស្សក្រីក្រទេដូចជាភ្លើងបើរលត់ហើយមិនងាយត្រជាក់ភ្លាមទេអ្នកមានប្រាជ្ញានិងភូមិផ្កាស្ថិតនៅក្នុងកតិពីរយ៉ាងគឺមួយនៅទុំលើក្បាលនៃនរជនទាំងពួងនិងទី2ស្លាប់ស្រពោនក្រៀមក្រំស្អិតក្រញ៉ង់នៅក្នុងព្រៃបុគ្គលមានការចេះដឹងតិចកាលបើហិនហើយទ្រព្យសម្បត្តិអស់ហើយកិច្ចការឯទៀតក៏ឈ្មោះថាវិនិច្ឆ័យអន្តររធានទៅដែរដោយស្ទឹងមានទឹកតិចកាលបើដល់គិមន្តរដូវក៏រីស្ងួតហួហែងអស់រលីងជីវិតនៃនរជនណាសូម្បីមានការរស់នៅអស់រយនៃឆ្នាំខ្ជិលច្រអូសមិនមានព្យាយាមរៀនសិលវិជ្ជាស្វែងទ្រព្យនិងធម៌បំរុងប្រាណជីវិតនៃជននោះឈ្មោះថាឥតអំពើដោយស្នប់ដែលគ្រាន់តែមានខ្យល់ចេញចូលតែប៉ុណ្ណោះជីវិតនៃជនណាមួយមិនអាចងើតសុំទានតាមផ្ទះនៃជនដទៃដែលមិនធ្លាប់ភពប្រសពសេចក្តីប្រត់ប្រាស់ទុកព្រួយនិងមិនដែលពោលពាក្យឥតខ្លឹមសារជីវិតនៃជននោះឈ្មោះថាមានបុណ្យធំណាស់ហងបុគ្គលមិនក៏បីប្រឹងខ្វល់ខ្វាយឲ្យហួសប្រមាណពេកទេព្រោះថាវាសនាកុសលនិងអកុសលបាននិមិត្តទុកហើយតែមិនត្រូវលះបង់សេចក្តីព្យាយាមចោលទេដូចជាដោះទាំងគូនៃមេដាតែងបង្ហូរទឹកឲ្យទារកតាំងពីកាលប្រសូតចេញចាក់គល់ភ្លាមអ្នកមានទ្រព្យតែងមានភ័យជានិច្ចកើតពីរាជភ័យពីឧត្តភ័យពីអគិភ័យនិងវិវាទភ័យដោយសត្វទាំងឡាយខ្លាចពីមរណភ័យដូចនោះដែរ